មកបងប្អូនណាខ្លះជួយចិត្តទិញអីវ៉ាន់ order online ពីមុនខ្ញុំក៏អត់ចេះទិញដែរដល់ពេលឥឡូវខ្ញុំចេះកំងអីវ៉ាន់ order online ឡើងឈ្ងុយណោះដោយសារអីយើងដើរទៅ shopping អ្នកចូលចិត្តដើរលេងទិញអីវ៉ាន់នៅតាមផ្សារឥឡូវហ្នឹងបងប្អូនហ្នឹងខ្ជិលដើរណាប៉ុន្តែបើសិនយើងទៅផ្សារអស់លុយតិចណាតែដល់យើង order អីវ៉ាន់ online ចេះទៅទិញឲ្យដឹកជញ្ជូនដល់ផ្ទះអញ្ចេះអស់លុយច្រើនជាងយើងដើរលេងតាមផ្សារទៀតព្រោះអីពេលដែលយើងដើរលេងតាមផ្សារយើងចូលចិត្តទិញអីវ៉ាន់ដល់អញ្ចឹងហើយវាមានម៉ោងវាមានពេលវេលាកំណត់ហើយយើងត្រឡប់មកផ្ទះវិញអញ្ចឹងបងប្អូនតែយើងមាន app យើងនៅផ្ទះហ៎យើងនៅផ្ទះដល់អញ្ចឹងហើយយើងទៅយើងចេះតែសើយើងចេះតែមើលអីវ៉ាន់អីខ្លះដល់ពេលយើងត្រូវចិត្តអញ្ចឹងទៅដូចខ្ញុំនៅអាមេរិកអញ្ចឹងទិញអីវ៉ាន់តាម app អញ្ចឹងស្រួលមែនទែនបងប្អូនដោយសារអីនេះយើងគ្រាន់តែអីវ៉ាន់ណាយើងឆ្លាញ់ពេញចិត្តយើងចុចចូលកត្រកអញ្ចឹងទៅយើងបំពេញកាតបំពេញលេខកូដរបស់យើងទីតាំងកន្លែងយើងរស់នៅហើយគឺគេដឹកជញ្ជូនមកឲ្យយើងតែម្ដងអញ្ចឹងមិនគេថាអស់លុយយ៉ាងសម្ងាត់អស់លុយអត់ដឹងខ្លួនដល់យើងចេះ order តាម online អញ្ចឹងណា app បងប្អូនមានណាចង់ទិញអីអត់ដែនកំណត់ចង់ទិញម៉ោងប៉ុន្មានក៏បានប៉ុន្តែដឹកជញ្ជូនដូចខ្ញុំទិញនេះដូចជា2អាទិត្យចា10ថ្ងៃអីចឹងទៅមួយអាទិត្យពួកអីឥឡូវនឹងរៀងយូរបងប្អូនការដឹកជញ្ជូនរៀងយូរកាលដល់2អាទិត្យនោះបានមកដល់ផ្ទះខ្ញុំនៅអាមេរិកអញ្ចឹងឥឡូវហ្នឹងគឺថាដល់រដូវកាលតិចធ្លាក់តកបងប្អូនអញ្ចឹងហើយខ្ញុំខ្ជិលចេញទៅក្រៅខ្ជិលទៅណាមែនទែនអត់ចង់ចេញទេតិចដៃជាជើងដល់អញ្ចឹងហើយមានតែ order នេះបងប្អូនឃើញទេ order អីវ៉ាន់គឺថាខ្ញុំចង់រៀនដុតនំខេកអញ្ចឹងហើយខ្ញុំក៏កំងអីវ៉ាន់រៀនដុតនំខេកបងប្អូនចាដុតនំពងទាដុតអីដូចបងប្អូនបានឃើញវីដេអូខ្ញុំធ្លាប់ផុសនោះបងប្អូននិយាយពីថាទិញប្រមាណមុខនេះគ្រឿងរបៀបដុតនំពងទាដុតនំឲ្យធ្វើនំខេកអីចឹងបងទិញហើយខ្ញុំបានសាកល្បងយកមកធ្វើតេស្តដុតនំពងទានិយាយពីថាស្រួលមែនទែនបងប្អូននេះដូចបងប្អូនឃើញថាដែលខ្ញុំបង្ហាញបងប្អូនហ្នឹងដុតនំពងទាអត់ជាប់ទេណាល្អមែនទែនវាអត់ជាប់ទេដាក់តែមួយមកបើយើងចង់ធ្វើនំ3ជាន់យើងដាក់នេះបងប្អូនឃើញទេខ្ញុំកំងមក3អញ្ចឹងណាយើងដាក់រួចគ្នាទៅពួកអីរៀនអីធ្វើជំនាញអ្នកខ្លះគាត់ចូលចិត្តចង់រៀនធ្វើនំខេកអញ្ចឹងយើងទិញសម្ភារៈតែប៉ុណ្ណោះយើងរៀនធ្វើខ្លួនឯងបានហើយមានសម្ភារៈធ្វើនំតែប្រហែលមុខនេះនៅផ្ទះបងប្អូនស្រីចាម៉ាក់ក៏ដោយអូនដែលចង់រៀនធ្វើនំលក់ខ្លួនឯងក៏រឹតតែស្រួលទៀតបងប្អូនដោយសារអីយើងវាមិនសូវហត់ក្នុងការយើងវាយដៃខ្លួនឯងអញ្ចឹងបងប្អូនដូចខ្ញុំកំងកែដូចខ្ញុំបានស្អីមកគេថតឲ្យបងប្អូននេះហ្នឹងគឺថាមកហើយណែបងប្អូនមើលវ៉ាន់ទេម៉ាស៊ីនវាយនំនេះណែបើកមកឲ្យបងប្អូននិយាយពីថាខ្ញុំបានប្រើហើយគឺថាពេញចិត្តលោតហ្មងនេះបងប្អូនម៉ាស៊ីនវាយនំម៉ាស៊ីននេះនិយាយពីថាចូលប្រើម៉ាស៊ីនដោយសារអីយើងចង់យកមកធ្វើនំឲ្យតែប្រភេទដែលបងប្អូនចង់វាយនំក្លុកនំចង់ធ្វើនំប៉ាវនំខេកនំផ្សេងណាបងប្អូនហ្នឹងឯងគឺអាម៉ាស៊ីនហ្នឹងនេះព្រោះអីវាមានថ្មិញ2ហើយវាមានថ្មិញនេះទៀតអញ្ចឹងហើយយើងរៀនស្រួលយើងអត់មើលអត់ណាបងប្អូនយើងដោតទៅម៉ាស៊ីនណាដូចនំខ្ញុំធ្វើបង្ហាញបងប្អូននំពងទានេះវាយតែ5-6នាទីណាបងប្អូនគឺឡើងល្អខ្លាំងមែនទែននេះមានទាំងឈុតចាយើងអាចដោះបានយើងដោះអាក្បាលវាបានហើយយើងមានកធុងនេះបងប្អូនឃើញទេហើយកធុងគេហ្នឹងលាងក៏ស្រួលទៀតពេលប្រឡាក់អីចឹងយើងដោះមកជាឈុតអញ្ចឹងហើយវាផ្សេងគ្នាបើម៉ាស៊ីនវាយនំខ្លះអត់ទេទាំងក្បាលទាំងអីវាជាប់ដោះបានចឹងតែខ្ញុំទិញនេះដោយសារតែឃើញវានេះបងប្អូននេះដោះបានពេលវាប្រឡាក់អីចឹងទៅទាំងក្បាលវាផ្សេងទាំងខ្លួនវាផ្សេងវាទូផ្សេងគ្នាអញ្ចឹងយើងងាយស្រួលដោះលាងដោះអីចឹងបងប្អូនហើយស្រួលមែនទែនខ្ញុំឆ្លាញ់ខ្លាំងមែនទែននេះមកឈុតប៉ុន្នេះមកល្មមសម្រាប់យើងគ្រួសារសមាជិកតិចសមាជិកយើងញ៉ាំធ្វើលេងនៅគ្រួសារចង់ដោះក្បាលដាក់ក្នុងនេះចេះមកឃើញទេអូយខ្ញុំឆ្លាញ់មែនទែនអានេះយើងអាចចង់ដោះវាចេះនេះយើងដោះវាយកទៅលាងបានអញ្ចឹងណាឆ្នាំនេះចង់និយាយប្រាប់ឆ្នាំនេះបងប្អូនដូរតែទិញខ្លួនឯងមានអីទេតាំងពីដើរលេងសប្បាយច្រើនកន្លែងណាឥឡូវហ្នឹងគឺថាដាក់ចិត្តដាក់កាយមកធ្វើគឺថា
mấy đồng phơi lâu nó đồ play chờ nè luôn ấy mẹ rong chặt tung chờ vì muốn ấy cho ta tinh cho tình ngầm bọc kia chẳng á ឥឡូវហ្នឹងគឺថាដល់វ័យមួយមានអារម្មណ៍ខ្លួនឯងប្លែកដែរបងប្អូនចាចូលចិត្តធ្វើម្ហូបពីមុនអត់សូវចូលចិត្តទេចូលចិត្តតែលក់ដូររលុយធ្វើការអីចឹងទៅដល់ពេលឥឡូវហ្នឹងអត់ទេរៀងផ្លាស់ប្ដូរខ្លួនឯងរៀងចម្លែកបន្តិចឯងចាបងប្អូនដូចបងប្អូនបានឃើញនេះហ្នឹងគឺម៉ាស៊ីនធ្វើនំពុម្ពចាម៉ាស៊ីនចាក់នំពុម្ពហ្នឹងណាបងប្អូនខ្ញុំបានប្រើរួចហើយបងប្អូនអើយនិយាយពីថាល្អខ្លាំងមែនទែននេះស្អីពេលដែលយើងលាយម្សៅហើយយើងដាក់ចូលនៅក្នុងហ្នឹងម៉ាស៊ីនហ្នឹងអ្វីដែលខ្ញុំចាប់អារម្មណ៍គឺវាឆ្អិនលោតឆ្អិនខ្លួនឯងចាយើងគ្រាន់តែចាក់ម្សៅយើងបើកម៉ាស៊ីនចូលមកនេះបងប្អូនខ្ញុំបើកឲ្យមើលខាងក្នុងព្រោះអីយើងចាក់មកវាបាននំ2នេះបងប្អូនវាលឿនណាចាលាយហើយដាក់ម្សៅចូលមកបិទគ្របម៉ាស៊ីនហ្នឹងតែម្ដង2នាទីទេវាលោតឆ្អិនខ្លួនឯងពឹងវាស្រួលចឹងបងប្អូនវាប្រាប់យើងស្រេចយើងមិនចាំបាច់ដូចយើងម៉ាស៊ីនដុតនំយើងមាននាទីកំណត់យើងគួយចាំអញ្ចឹងណាតែដូចម៉ាស៊ីនខ្ញុំកាន់នឹងដៃនេះនិយាយពីស្រួលបងប្អូនអើយគឺវាលោតពើងឆ្អិនឲ្យយើងស្រួលស្រេចចាប់អារម្មណ៍ឃើញវាស្រួលអញ្ចឹងបានខ្ញុំទិញមកអត់ដើនេះបងប្អូនពេលដែលអានបកចាអានបកហើយបង្ហាញឲ្យបងប្អូនទស្សនាបន្តិចអូរៀបដូចខ្លួនឯងធ្វើដូចខ្លួនឯងហ្នឹងអ្នកលក់អនឡាញលើកទី1ដែរបងប្អូនដែលខ្ញុំធ្វើវីដេអូអានបកចាមិនស្រួលទេបងប្អូនហើយដល់ពេលយើងមកថតខ្លួនឯងចេះហើយយើងយកមកកាត់តរៀបផុសអញ្ចឹងមានណាបងប្អូនហើយមានអារម្មណ៍ថាសប្បាយដែរតើបងប្អូនចាប់ពីពេលហ្នឹងទៅគឺធ្វើវីដេអូនៅផ្ទះរៀងញឹកតិចហើយព្រោះអត់សូវបានចេញទៅក្រៅហ៎នេះបងប្អូនអើយអវ៉ាន់នេះខ្ញុំអอเดอร์មកនឹងធ្នើឈើនេះបងប្អូនដល់ពេលខ្ញុំដាក់យើងអូញ៉ៃតិចអីដកចេញមកធ្នើដាក់នេះធ្នើដាក់បន្លែខ្ញុំអอเดอร์មកព្រោះឃើញវាស្អាតមានថ្នាក់ច្រើនប៉ុន្តែនេះកុំឲ្យវីដេអូវិញពេកខ្ញុំដកហើយបានបន្តិចនេះខ្ញុំដាក់ចូលវិញកុំឲ្យវាចងេងចាំគុំរួចចាំបង្ហាញបងប្អូនព្រោះខ្ញុំឃើញគេលក់ដាក់ធ្នើនឹងឃើញស្អាតអញ្ចឹងចាំចេញវីដេអូមួយទៀតដើម្បីកុំឲ្យវែងពេកបងប្អូនហើយរៀបចុះរៀបឡើងមើលខ្លួនឯងទៅដូចអ្នកលក់អវ៉ាន់អនឡាញចឹងទៅណងហ៎បងប្អូនសប្បាយចិត្តមែនតើបងប្អូនដល់ពេលយើងទិញបានរបស់អនឡាញចឹងទៅយើងបានរបស់ល្អយកមកប្រើបងប្អូនទិញមកត្រូវចិត្តដល់ត្រូវចិត្តហើយថតរួចហើយទិញមកអញ្ចឹងអត់ទាន់បានផុសវីដេអូភ្លាមដោយសារចង់ប្រើសិនថាតើវាល្អប៉ុណ្ណាអីចាំបង្ហាញដល់បងប្អូនព្រោះអីធម្មតាទេរបស់តែយើងទិញមកយើងយកមកប្រើរបៀបរបៀបដុតនំអញ្ចឹងយើងមានសម្ភារៈអីខ្លះយើងទិញមកអស់លុយហើយប្រើស្រួលអត់ចឹងណាបងប្អូនដល់ពេលដែលខ្ញុំប្រើស្រួលហើយវាងាយមែនទែនបងប្អូននេះអាម៉ាស៊ីនមួយនេះខ្ញុំលើកមកនេះនិយាយពីស្រឡាញ់មែនទែនខ្ញុំទៅមករៀនចាក់នំពុម្ពទេដល់ពេលហើយវាចាក់ទៅវាលឿនណាវាលឿនហើយលាយនំទៅត្រូវហើយញ៉ាំទៅឆ្ងាញ់បងប្អូនដល់អញ្ចឹងហើយស្រឡាញ់ពេញចិត្តមែនទែនដល់អញ្ចឹងហើយក៏ចង់បង្ហាញឲ្យបងប្អូនបានឃើញដែរចាំមើលបងប្អូនចាំមើលចង់ដឹងតែខ្ញុំហ្នឹងរៀនចេះធ្វើនំឬចេះធ្វើអីខ្លះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយអរគុណបាយបាយ